ដំកើងជំពូក7ព្រះអង្គម្ចាស់សូមរកយុត្តិធម៌ឲ្យទូលបង្គំផងព្រះអង្គម្ចាស់ជាព្រះនៃទូលបង្គំអើយទូលបង្គំសូមយកព្រះអង្គធ្វើជាទីជម្រកសូមសង្គ្រោះទូលបង្គំសូមរំដោះទូលបង្គំឲ្យរួចផុតពីអស់អ្នកដែលបៀតបៀនទូលបង្គំផងក្រែងលោគេហែកទូលបង្គំដោយសត្វសឹងខាំពាំរំពាជកទៅហើយគ្មាននរណារំដោះបានឡើយព្រះអង្គម្ចាស់ជាព្រះនៃទូលបង្គំអើយប្រសិនបើទូលបង្គំបានប្រព្រឹត្តដោយពាក្យគេថាប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិតប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងមិត្តភក្តិទូលបង្គំឬប្រសិនបើទូលបង្គំរកអូសយកទ្រព្យដោយឥតហេតុផលពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះសូមឲ្យខ្មាយសត្រូវដេញទាន់និងប្រហារទូលបង្គំទៅចុះឲ្យគេជន់ឈ្លីជីវិតទូលបង្គំនៅនឹងដីនិងឲ្យគេយកកិត្តិយសរបស់ទូលបង្គំទៅទម្លាក់ក្នុងភក់ជ្រាំចុះព្រះអង្គម្ចាស់អើយសូមតើនឡើងសូមទ្រង់ព្រះពិរោធតបនឹងអំពើខុសខើរបស់បច្ចាមិត្តទូលបង្គំសូមជួយការពារទូលបង្គំផងត្បិតព្រះអង្គនឹងហើយដែលបានតែងតាំងច្បាប់ឡើងសូមឲ្យប្រជាជាតិនានានាំគ្នាមកចោមរោមជុំវិញព្រះអង្គសូមទ្រង់គ្រប់គ្រងពួកគេទាំងអស់គ្នាព្រះអង្គម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ត្រទាំងអស់ព្រះអង្គម្ចាស់អើយសូមរកយុត្តិធម៌ឲ្យទូលបង្គំផងត្បិតទូលបង្គំសុចរិតហើយក៏ទៀងត្រង់ដែរសូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិតហើយជួយមនុស្សសុចរិតឲ្យមានចិត្តរឹងប៉ឹងឡើងព្រះដោយសុចរិតអើយព្រះអង្គឆ្វេងចូលចិត្តថ្លើមរបស់មនុស្សព្រះជាម្ចាស់ជាខែការពារខ្ញុំព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់ព្រះជាម្ចាស់ជាចៅក្រមដោយសុចរិតព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ជារៀងរាល់ថ្ងៃមនុស្សអាក្រក់មិនដូរគំនិតទេគេនឹងសម្លៀងមុខដាវហើយចិត្តធ្នូប្រុងប្រៀបបាញ់គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផងអ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិតហើយរិះគិតតែអំពើឧក្រិដ្ឋអ្នកនោះនឹងបង្កើតបានការបោកបញ្ឆោតអ្នកណាជីករណ្ដៅកាន់តែជ្រៅទៅអ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅដែលខ្លួនជីកនោះជាមិនខានអំពើទុច្ចរិតដែលគេប្រព្រឹត្តនឹងធ្លាក់មកលើក្បាលគេវិញអំពើខុសខើរបស់គេក៏នឹងធ្លាក់មកលើលលាក្បាលគេវិញដែរខ្ញុំនឹងសរសើរដំកើងព្រះអង្គម្ចាស់ព្រោះព្រះអង្គសុចរិតខ្ញុំនឹងច្រៀងលើកដំកើងព្រះនាមព្រះអង្គម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត